ទន្ទឹមនឹងនោះរឿងចម្លែកមួយបានចាប់ផ្ដើមកើតឡើងទឹកបានហូរចេញពីក្រោមបង្គន់ហើយរាវដាវយឺតពេញកម្រាលឥដ្ឋឆ្ពោះទៅរកជើងរបស់ថតប៉ុន្តែគាត់មិនបានដឹងអ្វីទាំងអស់ក្រោយពីកោពុកមាត់រួចគាត់ក៏ដើរចេញទៅហើយដោយសំណាងគាត់បានគេចផុតពីកន្លែងដែលមានទឹកនោះនៅពេលជាមួយគ្នាអាឡិចកំពុងអង្គុយនៅផ្ទះអានទស្សនាវដ្តីមួយស្រាប់តែសត្វទីទុយមួយហាមកឈរនៅខាងក្រៅបង្អួចធ្វើឲ្យគាត់ភ្ញាក់ផ្អើលដោយសភាពគិតគាត់បានគប់ទស្សនាវដ្តីទៅកាន់បង្អួចទស្សនាវដ្តីនោះបានហោះទៅប៉ះកង្ហារធ្វើឲ្យទំព័រជាច្រើនត្រូវកង្ហារកាត់ខ្ទេចខ្ទីមួយសន្ទុះក្រោយមកក្រដាសមួយបំណែកបានធ្លាក់មកលើជើងរបស់អាឡិចគាត់រើសវាឡើងហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនៅលើក្រដាសនោះមានឈ្មោះថតអារម្មណ៍អាក្រក់មួយបានកើតឡើងក្នុងចិត្តរបស់គាត់ភ្លាមនៅពេលដូចគ្នានោះថតបានទាញវាំងនឹងបន្ទប់ទឹកចេញដើម្បីយកសម្លៀកបំពាក់ដែលហាលនៅលើខ្សែប៉ុន្តែពេលគាត់បែរខ្លួនគាត់បានជន់លើទឹកដែលហូររាលដាលនៅលើឥដ្ឋដោយចៃដន្យជើងរបស់គាត់រអិលហើយគាត់បានដួលបោកក្បាលចូលទៅក្នុងអាងងូតទឹកក្នុងពេលតែមួយខ្សែហាលខោអាវបានរុំជាប់ក្ររបស់គាត់យ៉ាងណែនថតព្យាយាមងើបឈរឡើងទាំងអស់កម្លាំងប៉ុន្តែខណៈកំពុងតស៊ូគាត់បានធាក់ដបសាប៊ូកក់សក់ឲ្យដួលដោយចៃដន្យឥឡូវនេះកម្រាលឥដ្ឋកាន់តែអិលជាងមុនមិនថាគាត់ប្រឹងយ៉ាងណាទេគាត់មិនអាចងើបឈរវិញបានឡើយខ្សែហាលខោអាវកាន់តែរឹតក្ររបស់គាត់ខ្លាំងឡើងភ្នែករបស់គាត់ឡើងក្រហមដោយសារខ្វះខ្យល់ដកដង្ហើមបន្តិចម្ដងជីវិតរបស់គាត់ក៏សាត់បាត់ទៅបន្ទាប់ពីថតស្លាប់ទឹកដែលហូរចេញពីក្រោមបង្គន់ក៏បានស្រកថយវិញយ៉ាងចម្លែកហើយបាត់ចូលទៅក្រោមបង្គន់ដូចជាគ្មានអ្វីកើតឡើងនៅពេលអាឡិចមកដល់ខាងមុខផ្ទះរបស់ថតគាត់បានឃើញខ្លែងឈរនៅទីនោះដោយចៃដន្យនាងមើលទៅហាក់ដូចជាភ័យខ្លាចហើយប្រញាប់ប្រាប់ឲ្យអាឡិចចាក់ចេញពីទីនោះភ្លាមអាឡិចមិនយល់ថានាងចង់សំដៅលើអ្វីឡើយមួយសន្ទុះក្រោយមកគាត់បានឃើញក្រុមសង្គ្រោះបន្ទាន់លើកសាកសពរបស់ថតចេញពីក្នុងផ្ទះយោងតាមការនិយាយរបស់ឪពុកថតកូនប្រុសរបស់គាត់មិនអាចទ្រាំនឹងការឈឺចាប់ពីការបាត់បង់មិត្តរួមថ្នាក់បានហើយបានសម្រេចចិត្តធ្វើអត្តឃាតប៉ុន្តែអាឡិចមិនជឿការពន្យល់នោះឡើយត្រឹមតែប៉ុន្មានថ្ងៃមុននេះក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធថតនៅតែនិយាយជាមួយគាត់អំពីគម្រោងទៅដើរលេងជាមួយគ្នាដើម្បីបំបត្តិភាពតានតឹងគ្មានផ្លូវទេដែលមនុស្សបែបនោះនឹងសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនភ្លាមដោយប្រាជ្ញាស្វែងរកការពិតនៅព្រឹកថ្ងៃបន្ទាប់អាឡិចក៏បានទៅជួបខ្លែនៅព្រឹកថ្ងៃបន្ទាប់អាឡិចបានទៅជួបខ្លែគាត់សួរនាងថាហេតុអ្វីបានជានាងនៅក្បែរផ្ទះរបស់ថតកាលពីយប់មុនខ្លែបានពន្យល់ថានាងមិនអាចមើលឃើញអនាគតដូចអាឡិចនោះទេប៉ុន្តែនាងអាចមានអារម្មណ៍ដឹងថាគ្រោះថ្នាក់កំពុងខិតជិតមកដល់នោះហើយជាមូលហេតុដែលនាងសម្រេចចិត្តចុះពីយន្តហោះទោះបីជានាងមិនមានភស្តុតាងថានឹងមានអ្វីកើតឡើងក៏ដោយក្រោយពីរឿងដែលបានកើតឡើងចំពោះថតអាឡិចបានសារភាពថាគាត់ក៏ចាប់ផ្ដើមជឿលើរឿងនេះដែរប៉ុន្តែប្រសិនបើពួកគេចង់ដឹងថាទ្រឹស្ដីរបស់ពួកគេត្រឹមត្រូវឬអត់ពួកគេត្រូវតែពិនិត្យសាកសពរបស់ថតជាមុនសិនបើថតពិតជាបានធ្វើអត្តឃាតមែននោះមានន័យថាទ្រឹស្ដីរបស់ពួកគេខុសហើយពួកគេក៏មិនចាំបាច់បារម្ភអំពីគ្រោះថ្នាក់ទៀតដែរដើម្បីស្វែងរកការពិតអាឡិចនិងខ្លែបានលួចចូលទៅក្នុងកន្លែងតម្កល់សពប៉ុន្តែនៅពេលពួកគេទៅដល់សាកសពរបស់ថតពួកគេត្រូវបានអ្នករៀបចំសពម្នាក់ចាប់បានអ្វីដែលចម្លែកនោះគឺបុរសនោះមិនបានដេញពួកគេចេញឡើយផ្ទុយទៅវិញគាត់បានសង្កេតមើលស្ថានភាពយ៉ាងស្ងប់ស្ងាត់គាត់បានវិភាគយ៉ាងលម្អិតអំពីការស្លាប់របស់ថតហើយចុងក្រោយក៏សន្និដ្ឋានថាថតមិនបានធ្វើអត្តឃាតទេប៉ុន្តែគាត់បានស្លាប់ដោយគ្រោះថ្នាក់បន្ទាប់មកអ្នករៀបចំសពបានប្រាប់ពួកគេនៅរឿងដ៏គួរឲ្យព្រឺព្រួចមួយទៀតយោងតាមរឿងព្រេងសេចក្តីស្លាប់ពិតជាមានមែនវាបានរៀបចំជោគវាសនារបស់មនុស្សគ្រប់រូបទុកជាមុនហើយនៅពេលផែនការនោះត្រូវបានកំណត់រួចហើយគ្មាននរណាម្នាក់គួរតែអាចគេចផុតពីវាបានឡើយបន្ទាប់ពីចេញពីកន្លែងតម្កល់សពអាឡិចនិងខ្លែបានអង្គុយនៅខាងក្រៅហាងកាហ្វេមួយដោយគិតអំពីអ្វីទាំងអស់ដែលអ្នករៀបចំសពបាននិយាយអាឡិចបានបង្កើតទ្រឹស្ដីមួយគាត់គិតថាបើគាត់អាចគេចផុតពីផែនការដំបូងរបស់សេចក្តីស្លាប់បានម្ដងនោះប្រហែលជាគាត់ក៏អាចគេចផុតពីផែនការលើកទី2របស់វាបានដែរគាត់បានយកក្រដាសបំណែកដែលមានឈ្មោះថតចេញមកហើយជឿថាប្រសិនបើពួកគេយកចិត្តទុកដាក់ចំពោះសញ្ញាដែលកើតឡើងជុំវិញខ្លួនពួកគេអាចដឹងការព្រមានរបស់សេចក្តីស្លាប់ជាមុននិងត្រៀមការពារខ្លួនបានប៉ុន្តែខ្លែមិនយល់ស្របនឹងគំនិតនេះទេតាមទស្សនៈរបស់នាងសញ្ញាព្រមានមាននៅគ្រប់ទីកន្លែងអ្វីគ្រប់យ៉ាងសុទ្ធតែអាចជាសញ្ញាបានដោយសារតែបែបនេះនាងជឿថាគ្មានវិធីណាអាចត្រៀមខ្លួនបានពិតប្រាកដឡើយហើយមិនយូរមិនឆាប់ពួកគេទាំងអស់គ្នានឹងត្រូវស្លាប់ដដែលខណៈពេលដែលអ្នកទាំងពីរកំពុងជេរគ្នាខាធើនិងមិត្តស្រីរបស់គេធឺរីបានដើរកាត់ហាងកាហ្វេដោយចៃដន្យបន្តិចក្រោយមកគ្រូរបស់ពួកគេនិងប៊ីលីក៏បានមកដល់ទីនោះដែរដោយសារហេតុផលផ្សេងរបស់ពួកគេភ្លាមនោះអាឡិចបានកត់សម្គាល់ឃើញរឿងដ៏គួរឲ្យរន្ធត់មួយអ្នករស់រានមានជីវិតទាំង6នាក់ដែលនៅសល់សុទ្ធតែបានមកជួបជុំគ្នានៅកន្លែងតែមួយនៅពេលនោះអាឡិចជឿជាក់ថានេះគឺជាសញ្ញាមួយទៀតពីសេចក្តីស្លាប់